សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូនេះថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបទាញយក QR code សិស្សតាមរយៈទូរស័ព្ទដៃនិងកុំព្យូទ័រដែលងាយៗហើយអ្នកអាចធ្វើបានភ្លាមៗតោះមកមើលពីជំហាននៃការទាញយក QR code សិស្សទាំងអស់គ្នាឥឡូវនេះខ្ញុំសូមបង្ហាញពីរបៀបទាញយកតាមរយៈទូរស័ព្ទដៃជំហានដំបូងសូមចូលទៅកាន់កម្មវិធី Chrome នៅលើទូរស័ព្ទដៃរបស់អ្នកបន្ទាប់មកសូមសរសេរពាក្យ PLP នៅលើប៊ូតុង Search នោះអ្នកនឹងឃើញពាក្យថ្នាលបឋមសិក្សា PLP នៅផ្នែកខាងក្រោមហើយសូមចុចលើពាក្យថ្នាលបឋមសិក្សា PLP នេះដើម្បីបើកកម្មវិធីត្រង់ចំណុចនេះសូមចុចយកពាក្យថ្នាលសិស្សហើយជ្រើសរើសយកថ្នាលបឋមចំនួនថ្មីបន្ទាប់មកសូមវាយបញ្ចូលឈ្មោះគណនីនិងលេខសម្ងាត់របស់អ្នកដើម្បី login ចូលទៅក្នុងកម្មវិធី PLP ជំហានបន្ទាប់សូមចុចលើរូប profile និងជ្រើសរើសយកពាក្យគ្រប់គ្រងសិស្សបន្ទាប់មកចុចត្រង់ចំណុចចុច3ហើយជ្រើសរើសយកពាក្យ QR code សិស្សនៅផ្នែកខាងក្រោមត្រង់ចំណុចនេះសូមជ្រើសរើសយកពាក្យទាញយក PDF នៅផ្នែកខាងលើហើយចុចលើពាក្យ Save នៅផ្នែកខាងក្រោមបន្ទាប់មកទៀតសូមជ្រើសរើសពាក្យ File ហើយចុចលើពាក្យ Save ជាការស្រេចសរុបមកការទាញយក QR code សិស្សតាមរយៈទូរស័ព្ទដៃពិតជាងាយនិងរហ័សបន្តទៅទៀតនេះខ្ញុំនឹងបង្ហាញអ្នកអំពីរបៀបទាញយក QR code សិស្សតាមរយៈកុំព្យូទ័រវិញម្ដងជំហានដំបូងសូមចូលទៅកាន់កម្មវិធី Chrome នៅលើកុំព្យូទ័ររបស់អ្នកបន្ទាប់មកចូលត្រង់ចំណុច Search ហើយវាយពាក្យ PLP ហើយជ្រើសរើសយកពាក្យដែលបង្ហាញនៅផ្នែកខាងក្រោមត្រង់ចំណុចនេះសូមជ្រើសរើសយកពាក្យថ្នាលបឋម PLP ក្រោយមកសូមចុចលើថ្នាលសិស្សនិងជ្រើសរើសយកថ្នាលបឋមចំនួនថ្មីបន្តទៅនេះសូមចូលគណនីដោយវាយបញ្ចូលឈ្មោះគណនីរបស់អ្នកនៅក្នុងគូឡុងឈ្មោះអ្នកប្រើប្រាស់ហើយវាយលេខកូដសម្ងាត់នៅក្នុងគូឡុងលេខសម្ងាត់បន្ទាប់មកសូមចុចលើពាក្យចូលគណនីត្រង់ចំណុចនេះសូមចុចលើរូប profile របស់អ្នកហើយជ្រើសរើសពាក្យគ្រប់គ្រងសិស្សបន្ទាប់មកសូមចុចលើពាក្យសិស្សដែលមានសញ្ញា QR code នៅជាប់ខាងមុខក្រោយមកកម្មវិធីនឹងបង្ហាញរូប QR code សិស្សរបស់អ្នកទាំងអស់ហើយអ្នកគ្រាន់តែចុចទៅលើប៊ូតុងទាញយក PDF នៅផ្នែកខាងលើនោះ file នឹងត្រូវ download ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកហើយអ្នកក៏អាចចែករំលែកតាម Telegram និង Messenger បានយ៉ាងងាយស្រួលផងដែរហើយនេះគឺជាវិធីងាយៗក្នុងការទាញយក QR code សិស្សបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីមិនឲ្យខកខានវីដេអូបង្រៀនថ្មីៗទៀតសូមអរគុណនិងសូមជួបគ្នាវីដេអូក្រោយៗទៀត